អាជីវកម្មរ៉ែមាសខុសច្បាប់ដែលកំពុងតែធ្វើអាជីវកម្មអនាធិបតេយ្យនៅក្នុងឃុំសុកចិត្តស្រុកសណ្ដានខេត្តកំពង់ធំកន្លងមកនេះគណៈបញ្ជាការឯកភាពខេត្តកំពង់ធំបានអនុវត្តតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃឲ្យអាជ្ញាធរខេត្តកំពង់ធំចុះបិទនិងមិនឲ្យនរណាម្នាក់ល្មើសនឹងបទបញ្ជានេះបានឡើយឯកឧត្តមគង់វិមានអភិបាលរងខេត្តកំពង់ធំរួមទាំងមន្ទីរស្ថាប័នពាក់ព័ន្ធក្នុងនោះមានប៉ូលីស PM ទាហានបរិស្ថាននិងមន្ទីរឧស្សាហកម្មរ៉ែនិងធម្មពលចូលរួមជាង50នាក់ចុះមកឃាត់តែដោយសារមានការសំណូមពរពីប្រជាពលរដ្ឋសុំពេល10ថ្ងៃដើម្បីរុះរើនិងដឹកសម្ភារៈត្រឡប់ទៅផ្ទះវិញទើបបានមានការពិភាក្សាពីគណៈបញ្ជាការទុកពេលឲ្យតាមសេចក្តីរាយការណ៍បានឲ្យដឹងថាក្រោយពីគណៈបញ្ជាការឯកភាពដកថយបានរយៈពេល7ថ្ងៃប្រធានមន្ទីររ៉ែឧស្សាហកម្មខេត្តក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនហាក់ដូចជាត្រូវឆ្នោតដោយសារតែមានឱកាសរឹបពន្ធខុសច្បាប់ពីអ្នកប្រកបមុខរបរធ្វើរ៉ែមាសខុសច្បាប់មួយជា2ចំណាយប្រជាពលរដ្ឋដែលធ្វើអាជីវកម្មខុសច្បាប់មានការភ័យខ្លាចក៏សុខចិត្តជូនសំណែនតាមសំណុំពរអស់លោកអ្នកមានអំណាចតែរហូតមកដល់ពេលនេះអាជីវកម្មរ៉ែមាសដោយខុសច្បាប់បានកាត់ឡើងដោយអនាធិបតេយ្យនិងច្រើនជាងមុនទ្វេដងជាច្រើនកន្លែងក្នុងបរិវេណភ្នំជីនិងគ្មានការទទួលដឹងឮពីរាជរដ្ឋាភិបាលត្រូវបានប្រជាពលរដ្ឋរាប់ពាន់គ្រួសារទៅតាំងទីលំនៅបោះតង់កៅស៊ូនៅក្នុងព្រៃហើយបានបូមរ៉ែមាសនិងបច្ចេកទេសកែច្នៃសុទ្ធតែបានប្រើប្រាស់ជាគីមីនិងអាស៊ីតស្ថិតនៅចំណុចអូផ្អៅចំណុចបរិត្រីប្រជាពលរដ្ឋទៅរុករានកាប់គាស់ដីក្រហេងក្រហមពេញព្រៃថែមទាំងមានរណ្ដៅរាប់ពាន់រាប់ម៉ឺនអណ្ដូងរ៉ែពេញទូទាំងបរិវេណភ្នំជីមិនតែប៉ុណ្ណោះអាងស្តុបដីរ៉ែគ្រប់កន្លែងសុទ្ធតែប្រើប្រាស់ជាតិគីមីនិងអាស៊ីតបង្ហូរពាសពេញដីដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្សសត្វយ៉ាងធ្ងន់ធ្ងរចំណែកម្ចាស់អណ្ដូងរ៉ែដ៏ល្បីត្រូវបានគេស្គាល់ឈ្មោះថាលោកផល្លានិងលោកតេងអតីតនាយកសាលាសណ្ដាននិងមានក្រុមហ៊ុនចិនមួយដែលបានអែបអាងយកឈ្មោះមកស្រាវជ្រាវរ៉ែមាសនៅតំបន់នេះតែគ្រាន់តែជាលេសថាស្រាវជ្រាវរ៉ែមាសនេះមានរយៈពេលជា10ឆ្នាំហើយការពិតគឺបានធ្វើអាជីវកម្មដឹកជញ្ជូនទៅប្រទេសចិនតែកតិនទៅនឹងបញ្ហាធ្វើរ៉ែមាសដោយអនាធិបតេយ្យនេះត្រូវបានប្រភពព័ត៌មាននិយាយមកពីលោកប្រធានមន្ទីររ៉ែឧស្សាហកម្មនិងធម្មពលខេត្តកំពង់ធំជាអ្នកបើកភ្លើងខៀវសំងំប្រមូលលុយមិនខ្វល់សម្បត្តិជាតិទៅបានជាអ្នកសារព័ត៌មានយើងព្យាយាមទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទដើម្បីដោះប្រស្នាសង្ស័យដែលមហាជនភាគច្រើនគេចោទលោកប្រធានមន្ទីរតែទូរស័ព្ទមិនអាចធ្វើការទំនាក់ទំនងបានចំណែកលោកស៊ីមវណ្ណាអភិបាលស្រុកសណ្ដានបានឲ្យដឹងថាខណៈនេះអ្នកធ្វើរ៉ែបានវិលុកទីតាំងចាស់និងរាលដាលទីតាំងថ្មីបណ្ដើរលោកមានការព្រួយកង្វល់ពីបញ្ហាធ្វើអាជីវកម្មដោយខុសច្បាប់នេះហើយលោករងចាំតែថ្នាក់ខេត្តបន្តទៀតនឹងមានវិធានការយ៉ាងដូចម្ដេច